ទូរិះគន់តាមបណ្ដាញសង្គមពីក្រុមអ្នកបើកបររថយន្តធុនធំករណីនគរបាលចរាចរណ៍នៃស្នងការរាជធានីភ្នំពេញខាត់រថយន្តទុកហើយផាកពិន័យក្នុងមួយរថយន្ត1,10,000 រៀលទើបឲ្យចេញភ្នំពេញក្រោយពីមានអង្គភាពសារព័ត៌មានពេញចិត្តមេឌៀបានធ្វើការចុះផ្សាយដែលមានចំណងជើងថាបញ្ហារថយន្តធំចូលក្រុងនៅតែជាប្រធានបទក្តៅក្រោមការចោទប្រកាន់ពីអ្នកបើកបរថាកន្ទេលធំបន្លំដេកដែលបានធ្វើការចុះផ្សាយកាលពីថ្ងៃទី20 ខែមករាឆ្នាំ2026នេះក៏មានការចូល comment ពីប្រជាពលរដ្ឋមួយចំនួនដែលមានមតិយ៉ាងដូចនេះថាយោងតាម account មួយ Facebook ឈ្មោះសុភារុនហ៊ួនបានចូលទៅ comment ក្នុង page សារព័ត៌មានដោយសរសេរថាខ្ញុំផ្ទាល់ជួបហើយឡានខ្ញុំ3តោនកន្លះទ្រុងស៊ីនអស់ 100000 ចេញពីឃ្លាំងតុកការទួលគោកមកផ្ទះបឹងសាឡាងវិញម៉ោង 2 រសៀលពី account Facebook តារាដឹកទំនិញក៏បានបញ្ចេញមតិយ៉ាងដូចនេះថាគេមិនផាកពិន័យទេគ្រាន់តែធ្វើកិច្ចសន្យាប៉ុន្តែលុយក្រោមតុកគឺ 1,10,000 3 account Facebook ឈ្មោះ Bona Lan Stuj បានសរសេរថាឡានមេខ្ញុំ 1,20,000 រៀលគេអត់ផាកពិន័យទេគ្រាន់តែយកលុយ 4 Facebook ឈ្មោះ T ធ្វើអញ្ចឹងហើយបានលុយហើយក៏នៅតែមាន comment ពីប្រជាពលរដ្ឋរិះគន់និងស្នើសុំជាច្រើនទៀតតើការលើកឡើងរបស់ពលរដ្ឋខាងលើនេះតើជាការពិតដែរឬទេប្រសិនបើជាការពិតដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋមែននោះតើថ្នាក់លើមានចំណាត់ការយ៉ាងណាចំពោះការដឹកនាំអនុវត្តរបស់លោកហេងរតនាពាក់ព័ន្ធនឹងករណីខាងលើនេះឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី22 ខែមករាឆ្នាំ2026នេះដែលលោកបានឆ្លើយថាលោកជាប់ប្រជុំបិទសវនកម្មរហូតដល់រសៀលថ្ងៃដដែលអង្គភាពយើងបានព្យាយាមទំនាក់ទំនងទៅម្ដងទៀតទូរស័ព្ទចូលតែគ្មានអ្នកទទួលប្រភពពីអ្នកបើកបររថយន្តធំខុសច្បាប់ហើយទទួលរងនៅការប្រមូលចាប់ផាកពិន័យពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញខ្សឹបខ្សៀវថាទទួលរងនៅការផាកពិន័យជាទឹកប្រាក់ 1,10,000 រៀលដែលជាបរិមាណទឹកប្រាក់ច្រើនហួសសម្រាប់ពួកគាត់នៅទីតាំងមួយចំនួនដែលសមត្ថកិច្ចចាប់ឃាត់រថយន្តធុនធំឬរថយន្តធុនតូចចំណុះ2តោនកន្លះជាដើមនោះមិនមែនជារឿងដែលធំហួសហេតុរហូតដល់ផាកពិន័យជាង 1,000,000 រៀលនោះទេយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍តូហេងរតនាស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនបានបដិសេធចំពោះព័ត៌មាននៃការផាកពិន័យខាងលើនេះទេក៏ប៉ុន្តែលោកស្នើឲ្យមានការពិនិត្យពិច័យទៅលើកំហុសឆ្គងរបស់អ្នកបើកបររថយន្តធុនតូចធំទាំងនោះលោកឧត្តមសេនីយ៍តូស្នងការរងមានប្រសាសន៍យ៉ាងដូចនេះថាចំពោះការផាកពិន័យទាំងអស់នេះបើគាត់ថាយើងផាកពិន័យគាត់យើងមិនដែលផាកកំណត់គាត់ទេហើយក៏យើងមិនដែលមានការផាកធ្ងន់ធ្ងរទៅលើគាត់ដែរប៉ុន្តែអ្វីដែលគាត់ចង់បានពិតប្រាកដមិនដឹងគាត់ចង់បានបែបណាពេលគាត់ចូលមកម្ដងហើយគាត់ទៅប្រើពាក្យបែបនេះវាមិនត្រូវពាក់ព័ន្ធនឹងបញ្ហាពេលវេលាក៏ដូចជាទំហំនៃរថយន្តសម្រាប់ចូលក្នុងទីក្រុងលោកស្នងការរងបញ្ជាក់ថានិយាយឲ្យចំចាប់ពីម៉ោង 9 យប់ដល់ម៉ោង 6 ព្រឹករីឯរថយន្តចាប់ពី 2 តោនកន្លះដល់ 5 តោនបើគាត់មិនដឹកសំពីងសំពងប៉ុន្តែសប្តាហ៍ថ្ងៃរថយន្តភាគច្រើនគឺសំពីងសំពងអត់មានឲ្យប្រជាពលរដ្ឋសុខសប្បាយបានទេមួយណាក៏ដឹកលើសទម្ងន់ដែរដែលរថយន្តទាំងនោះគ្រប់គ្រងខ្លួនឯងមិនបានទេលោកឧត្តមសេនីយ៍ជេវហាក់អគ្គស្នងការរងនគរបាលជាតិមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេនៅរសៀលថ្ងៃទី21 ខែមករាឆ្នាំ2026ដោយប្រាប់ថាលោកជាប់ប្រជុំហើយក៏បិទទូរស័ព្ទដូចគ្នានេះដែរខណ្ឌសារឿនប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏សុំមិនធ្វើអត្ថាធិប្បាយដែរ